Rương bồ rót là ngôn tàng buồn. Cá pi prey này miên bồ rót buồn nè rùa nơiក្នុងភូមិដាច់ស្រយាលមួយពួកគេជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាប៉ុន្តែអ្នកស្រុកតែងតែហៅគេថាក្រុម4ពណ៌ព្រោះម្នាក់សុទ្ធតែមានចរិតល្ងងប្លែកខុសគ្នាតួអង្គទាំង4មានឈ្មោះថាអាត្នោតមេក្រុមចេះតែអួតតែមិនចេះស្អីសោះអ្នកទី2ឈ្មោះអាគុកភ្នែកស្រវាំងមើលគោថាជាដំរីមើលដីថាជាមាសបរោះទី3ឈ្មោះអាថ្លង់ស្ដាប់មិនឮតែចូលចិត្តឆ្លើយកាត់រឿងគេរហូតបរោះទី4ឈ្មោះអាខ្វិនជើងមិនល្អតែចូលចិត្តរត់មុនគេពេលមានរឿងភ័យខ្លាចដំណើររឿងថ្ងៃមួយអាត្នោតបានប្រមូលមិត្តភក្តិទាំង3នេះមកជុំគ្នារួចនិយាយទាំងទឹកមុខមហិច្ឆតាថាពួកឯងដឹងទេអញទៅតែយកសពឃើញទេវតាប្រាប់ថាមានកំណប់មួយពាងធំនៅកប់ក្រោមដើមត្នោតកោងនៅចុងភូមិបើយើងទៅជីកបានយើងនឹងក្លាយជាសេដ្ឋីឡើងហូបបបរជូរដូចរាល់ដងហើយអាថ្លង់ស្ដាប់មិនឮក៏សួរទៅវិញទាំងឆ្ងល់ស្អីហែងចង់ហូបការីមាន់មែនទេអញក៏ឃ្លានដែរអាថ្នោតខឹងណាស់ស្ទុះទៅផ្ទះក្បាលអាថ្លង់មួយផករួចបញ្ជាឲ្យម្នាក់កាន់ចបនឹងបង្គីធ្វើដំណើរទៅចុងភូមិទាំងកណ្ដាលអាត្រៀតលុះទៅដល់ដើមត្នោតកោងអាគុកដែលភ្នែកស្រវាំងមើលឃើញដុំលាមកគោស្ងួតមួយដុំធំចាំងពន្លឺខែតិចវាស្ទុះទៅអោបជាប់រួចស្រែកយ៉ាងខ្លាំងមាសមែនតើវើយទេវតាទម្លាក់មាសមកឲ្យយើងហើយអាថ្នោតឃើញដូច្នោះក៏ស្ទុះទៅហិតរួចបកស្រាយតាមរបៀបល្ងងរបស់ពួកវាថានេះប្រកាសជាមាសអបគ្រឿងហើយបានមានក្លិនប្លែកបែបនេះពួកគេទាំង4នាក់ក៏ចាប់ផ្ដើមជីកដីយ៉ាងសស្រាំងជីកចោះជីកឡើងស្រាប់តែប៉ះក្បាលរលាក្បាលគោដែលគេយកមកកប់ចោលយូរហើយអាថ្នោតស្រែកជ័យយុនេះហើយគឺជាក្បាលនាគយាមកំណប់បើយើងយកវាទៅលាងទឹកឲ្យស្អាតវានឹងក្លាយជាមាសសុទ្ធខណៈនោះស្រាប់តែមានឆ្កែព្រៃលូវូពីចម្ងាយអាថ្លង់ស្រាប់តែឮថាមកក៏ស្មានតែខ្មោចហៅរួចស្រែកផ្អើលមិត្តភក្តិខ្មោចឡងខ្មោចមកទីរកក្បាលវាវិញហើយអាខ្វិនដែលជើងមិនសូវល្អឮពាក្យខ្មោចភ្លាមបែរជាមានកម្លាំងស៊ុបរត់លឿនជាងសេះនាំមុខមិត្តភក្តិត្រឡប់ទៅភូមិវិញពួកគេទាំង4នាក់រត់ជាន់គ្នាបោកក្បាលនឹងដើមឈើប្រឡាក់ភក់ពេញខ្លួនមើលទៅដូចខ្មោចឡងខ្លួនឯងលុះព្រឹកឡើងអ្នកភូមិឃើញពួកគេទាំង4នាក់ដេកអោបក្បាលគោនិងលាមកគោនៅកណ្ដាលភូមិក៏នាំគ្នាសើចចុកពោះអាថ្នោតនៅតែងើបមកនិយាយទាំងអំនួតពួកឯងសើចអីកំណប់នេះទេវតាឲ្យអ្នកមានបនដូចពួកយើងទេទៅមើលឃើញមេរៀនអប់រំការចង់បានទ្រព្យសម្បត្តិដោយមិនប្រើបញ្ញានិងមិនដឹងខុសត្រូវមិនត្រឹមតែមិនបានផលទេថែមទាំងនាំនៅភាពអាម៉ាស់ទៀតផង